ជំរាបសួរខ្ញុំបាទឈ្មោះជាសាច់មកពីខេត្តកំពង់ធំជាសិក្ខាកាមនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នែកកំណត់ឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍បន្ទាប់ពីខ្ញុំបាទបានចូលរួមសិក្ខាសាលារយៈពេល2ថ្ងៃខ្ញុំបាទមានចំណាប់អារម្មណ៍ចំពោះមេរៀនការស្គាល់ខ្លួនឯងឲ្យបានច្បាស់ខ្ញុំជានរណាខ្ញុំឈរនៅកន្លែងណាខ្ញុំត្រូវធ្វើអ្វីនិងផ្នត់គំនិតផ្សេងៗជាច្រើនទៀតដែលត្រូវអ្វីមកប្រៀបផ្ទឹមឬព័ត៌មានមិនបានឡើយខ្ញុំបាទសូមធ្វើការបដិញ្ញាចិត្តក្រោយពីបញ្ចប់វគ្គសិក្សានេះខ្ញុំបាទនឹងយកចំណេះដឹងនេះនិងជំនាញវិជ្ជាជីវៈទៅអប់រំបន្តដល់គ្រួសារសមាជិកក្នុងសហគមន៍និងក្រុមការងារព្រមទាំងយុវជនដែលមិនមានឱកាសមកទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់នៅទីនេះដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងដូចខ្ញុំបាទយ៉ាងពិតប្រាកដជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់អង្គញាសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណដល់សិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតច័ន្ទនីដែលបានបណ្ដុះបណ្ដាលខ្ញុំបាទនិងសិក្ខាកាមទាំងអស់ដោយលះបង់កម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមគោរពជូនពរសាស្ត្រាចារ្យបណ្ឌិតច័ន្ទនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានជនមានយុយឺនយូរមានប្រាជ្ញាឆ្លៀវវៃមានទ្រព្យសម្បត្តិស្រុកស្ដំមានសុភមង្គលនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចសូមអរគុណរៀនច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់